សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Pro Story ហើយវីដេអូនេះ Admin នឹងពិពណ៌នាអំពីប្រវត្តិប្រាសាទនាងខ្មៅហើយសាច់រឿងនេះគ្រាន់តែជារឿងព្រេងនិទានដែលមានពីយូរលង់ណាស់មកហើយបើយើងធ្វើដំណើរពីក្រុងភ្នំពេញទៅកាន់ខេត្តតាកែវដល់ទៅឃុំរវៀងស្រុកសំរោងយើងនឹងឃើញវត្តបុរាណមួយហៅថាវត្តប្រាសាទនាងខ្មៅតាំងនៅខាងកើតជាប់នឹងថ្នល់ជាតិពីក្រុងភ្នំពេញបានជាគេហៅថាវត្តប្រាសាទនាងខ្មៅព្រោះនៅក្នុងវត្តនោះមានប្រាសាទបុរាណចំនួន2ឈ្មោះប្រាសាទនាងខ្មៅនៅខាងលិចវិហារចំខ្លងទ្វារវត្តប្រាសាទទាំងពីរនេះធ្វើពីថ្មផងឥដ្ឋផងទំហំ4ម៉ែត្រ4ជ្រុងមានកម្ពស់10ម៉ែត្រកម្ពស់ស្រួចដូចចាដីខ្ពស់ត្រដែតហើយរឿងព្រេងតាក់ទងដោយដើមកំណើតនៃប្រាសាទនោះមានដំណើរដូចតទៅក្នុងអតីតកាលកន្លងយូរទៅហើយមានស្ដេចមួយព្រះអង្គព្រះនាមព្រះបាទសូរ្យាទេវវង្សគង់នៅលើភ្នំជីសូរជាស្ដេចដែលមានមហិទ្ធិឫទ្ធិមានបុណ្យច្រើនទ្រង់បានសាងប្រាសាទចំនួន5និងទ្រង់ឲ្យជីកស្រះចំនួន4នៅលើភ្នំនោះគ្រប់ជ្រុងប្រាសាទទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គព្រះនាមនាងខ្មៅតាំងពីកំពូលភ្នំរហូតដល់ដីជម្រាលជើងភ្នំវាមានប្រហែល700ម៉ែត្រហើយមានទន្លេ4គឺទន្លេអ៊ុំទន្លេស្ងួតទន្លេស្ដុកទន្លេប្រទុនទន្លេទាំង4ជាកន្លែងសម្រាប់ក្រសាលរបស់ស្ដេចប៉ុន្តែលុះព្រះរាជបុត្រីមានការចម្រើនព្រះជន្មរហូតដល់16ព្រះវស្សាព្រះនាងមានរូបឆោមល្អដាច់ស្រីក្នុងនគរថ្ងៃមួយព្រះនាងចង់ទៅលេងនៅទន្លេប្រទុនក៏បានទៅថ្វាយបង្គំព្រះបិតាសុំទៅលេងនៅទីនោះព្រះរាជាក៏ទ្រង់ព្រះរាជអនុញ្ញាតឲ្យចាត់ឲ្យអ្នកបម្រើហោមដំណើរព្រះនាងត្រូវក្រសាលនៅវេលាថ្ងៃរសៀលហើយគ្រានោះក៏មានបុរសម្នាក់ឈ្មោះបណ្ឌិតស្រីទើបនឹងសឹកពីសាមណេរមានរូបឆោមល្អស្អាតផាត់ជាងប្រុសឯទៀតហើយក៏ចេះមន្តអាគមវិជ្ជាដែរបណ្ឌិតនោះមានទីលំនៅភូមិមួយខាងលិចភ្នំជីសូរជិតផ្លូវដែលចុះទៅទន្លេព្រះទុននោះថ្ងៃមួយបុរសនោះមានសេចក្តីអបសុខជាខ្លាំងក៏ទៅដើរលេងជិតផ្លូវនោះហើយបានឃើញព្រះនាងខ្មៅចុះពីលើភ្នំជាមួយនឹងស្រីបម្រើក៏មានចិត្តសេចក្តីប្រតិព័ទ្ធទៅលើព្រះនាងបុរសនោះក៏ពិចារណាថាថ្ងៃនេះជាថ្ងៃមានលាភធំណាស់ដោយបានជួបប្រទះនឹងស្រីគ្រប់លក្ខតែអាត្មាអញជាកូនរាស្ត្រធ្វើម្ដេចនឹងបាននាងមិនមែនជាមនុស្សសាមញ្ញធម្មតាទេប៉ុន្តែនាងជាព្រះរាជបុត្រីរបស់ព្រះអង្គតើអាត្មាអញនិងនាងពុំស័ក្តិសមគ្នាមែនឬទេបុរសនោះកាន់តែស្រឡាញ់ព្រះនាងខ្លាំងឡើងហើយក៏គិតថានឹងចូលទៅដណ្ដឹងតាមច្បាប់ក៏វាមិនសមប្រសិនបើប្រព្រឹត្តខុសក៏មុខជាស្ដេចយកទោសដល់ស្លាប់មិនខានសេចក្តីស្រឡាញ់ក៏កាន់តែកើនឡើងបុរសនោះក៏ស៊ូបដូរស្លាប់ថាទុកជាស្ដេចយកទោសអញយ៉ាងណាក៏អញសុខចិត្តស្លាប់ទើបបាននឹកដល់វិជាមន្តការដែលចេះទាំងប៉ុន្មានក៏បេះស្លឹកឈើយកមកសូត្រផ្លុំមន្តវិជាការហើយសូរសំឡេងដែលស្លឹកបុរសនោះផ្លុំក៏បានឮដល់ព្រះនាងមានការភាំងភាន់ស្មារតីលុះភ្ញាក់ឡើងក៏គិតថាលោកខ្ញុំជាកូនស្ដេចធ្លាប់ស្ដាប់លេងសពគ្រប់មកហើយប៉ុន្តែมันមានភ្លេងណាដែលធ្វើឲ្យចិត្តខ្ញុំស្លុតដូចនេះទេដូចជាសំឡេងស្លឹកឈើនេះសោះព្រះនាងស្ដាប់យូរទៅសំឡេងនេះរឹតតែពីរោះឡើងព្រះនាងអបទ្រាំពុំបានក៏និយាយថាសំឡេងនេះជាសំឡេងប្លែកណាស់គួរតែខ្ញុំទៅតាមស្ដាប់មើលឲ្យឃើញច្បាស់តើអ្នកនោះជានរណាហេតុអ្វីចេះផ្លុំពីរោះដល់ម្លឹងព្រះនាងក៏គិតទៅរកមើលដោយអង្អែងលុះព្រះនាងទៅជួបនឹងបុរសនោះក៏រឹតតែមានសេចក្តីប្រតិព័ទ្ធខ្លាំងឡើងហើយក៏បានសន្ទនាគ្នាទៅវិញទៅមកតាមប្រពៃណីរបស់ប្រុសនិងស្រីដែលស្រឡាញ់គ្នាអ្នកទាំងពីរបានសន្យាគ្នាថាថ្ងៃក្រោយយើងនឹងមកជួបគ្នានៅទីនេះទៀតហើយក៏លាបែកគ្នារៀងខ្លួនទៅចំណែកព្រះនាងចាប់តាំងពីបែកពីបុរសនោះមកមានទឹកព្រះភ័ក្ត្រប្លែកពីប្រកដីតែងតែក្រៀមក្រំលេងរស់រាយដាក់អ្នកបម្រើទៀតអ្នកបម្រើក៏មានចិត្តសង្ស័យថ្ងៃមួយព្រះនាងចូលលាព្រះរាជាម្ដងទៀតព្រះរាជាក៏ទ្រង់អនុញ្ញាតឲ្យព្រះនាងទៅទ្រង់ចាត់មនុស្សឲ្យហែហោមជូនដំណើរព្រះនាងដូចថ្ងៃមុនដែរលុះទៅដល់កន្លែងនោះព្រះនាងបានប្រាប់អ្នកបម្រើថាអ្នករាល់គ្នាត្រូវឈប់ចាំខ្ញុំនៅទីនេះខ្ញុំមានកិច្ចការនៅឯនោះបន្តិចនិយាយប្រាប់ហើយព្រះនាងដើរសម្ដៅទៅកន្លែងដែលបុរសនោះនៅជួបលុះបានជួបគ្នាហើយអ្នកទាំងពីរក៏សម្រេចសេចក្តីប្រាថ្នារបស់ខ្លួនអ្នកបម្រើសង្ស័យទៅលោកមើលឃើញកិរិយាមិនល្អមានសេចក្តីភិតភ័យខ្លាចក្រែងស្ដេចយកទោសដល់ជីវិតក៏ជំនុំពិគ្រោះគ្នាថាយើងគួរតែក្រាបទូលស្ដេចពុំខានលុះត្រឡប់ទៅវិញពួកអ្នកបម្រើក៏ចូលទៅគាល់សពគ្រប់តាមដំណើរស្ដេចទ្រង់ខ្ញាល់ជាខ្លាំងក៏ទ្រង់ហៅពួកពេជ្ឈឃាតមកប្រាប់ថាត្រូវយកបុត្រីទៅសម្លាប់ចោលឲ្យឆាប់ចំណែកព្រះអគ្គមហេសីជាព្រះមេដាក្រាបទូលសុំទោសព្រះស្វាមីថាសូមព្រះករុណាទ្រង់ព្រះមេត្តាប្រោសព្រះរាជទានទោសដល់កូនរបស់យើងតែមួយបើទុកជាមានទោសខុសយ៉ាងណាសូមព្រះអង្គកុំសម្លាប់គ្រាន់តែបំបបង់ចេញអំពីទីនេះចោះទ្រង់អនុញ្ញាតទានទោសដាច់ក៏ទ្រង់អនុញ្ញាតតាមសេចក្តីប្រាថ្នារបស់ព្រះមេដាទើបទ្រង់បង្គាប់ទៅសេនាធិបតីឲ្យធ្វើប្រាសាទ2ចម្ងាយពីព្រះដំណាក់ទៅ3យោជន៍ពួកសេនាក៏ទទួលធ្វើតាមព្រះរាជបញ្ជារួចហើយស្ដេចក៏ទ្រង់បង្គាប់ឲ្យព្រះនាងខ្មៅ
នៅទីនោះប្រាសាទនោះនៅខាងលិចភ្នំជីសូតាំងពីថ្ងៃនោះទៅព្រះនាងកើតទុកជាទម្ងន់ណាមួយព្រះបិតាបំបរបងចោលផងនៅម្នាក់ឯងផងណាមួយបីពីសង្សារលេងបានជួបគ្នាទៀតនោះគ្រានោះមានភិក្ខុមួយឈ្មោះកែវលោកនិមន្តចេញពីស្រុកលោកទៅរៀនមន្តវិជ្ជាការនៅឯស្រុកក្រៅលោកបានរៀនចេះពូកែណាស់លោកត្រឡប់មកស្រុកវិញគង់នៅកន្លែងមួយក្នុងខេត្តតាកែវទីនោះអត់ទឹកអ្នកស្រុកនាំគ្នាជីកស្រះមួយប្រគិនលោកដោយស្រះនោះជារបស់លោកគ្រូកែវទើបមានឈ្មោះថាស្រះកែវរហូតដល់សព្វថ្ងៃលោកគ្រូអង្គនេះគង់នៅយូរបន្តិចមានកិត្តិស័ព្ទទូទៅគ្រប់ស្រុកភូមិព្រះនាងបានឮដំណឹងថាលោកគ្រូនេះទើបតែនិមន្តមកពីស្រុកក្រៅចេះមន្តវិជ្ជាការល្បីល្បាញដូច្នោះមានព្រះបំណងចង់ជួបនឹងលោកដើម្បីចង់ដឹងអំពីសេចក្តីទុក្ខរបស់ព្រះនាងថាតើថ្ងៃណានឹងអាចធូរស្បើយព្រះនាងក៏ប្រាប់ពួកអ្នកបម្រើឲ្យរៀបព្រះទីនាងដំរីដើម្បីទៅថ្វាយបង្គំលោកគ្រូកែវលុះធ្វើព្រះដំណើរទៅដល់ទីកន្លែងលោកគ្រូនោះហើយព្រះនាងចូលទៅថ្វាយបង្គំលោកតាមទំនៀមទ្រង់បានឃើញលក្ខណៈលោកគ្រូអង្គនោះសពគ្រប់ក៏បាយចិត្តពីសង្សារចាស់មកជាប់នឹងលោកគ្រូកែវនោះវិញពីព្រោះលោកអង្គនោះមានរូបស្អាតជាងបុរសនោះទៀតពេញលក្ខណៈជាប្រុសគួរឲ្យស្រឡាញ់ព្រះនាងដំណើរពីសេចក្តីទុក្ខរបស់ព្រះនាងទូលលោកគ្រូសពគ្រប់ហើយក៏សម្ដែងអាការៈស្និទ្ធស្នាលហាក់ដូចជាទុកចិត្តគ្នាយូរមកហើយអាការៈដែលព្រះនាងពិពណ៌នារឿងរ៉ាវរបស់ព្រះនាងនោះនាំឲ្យលោកគ្រូកែវស្គាល់បានថាព្រះនាងជួបជំពាក់នឹងលោកគ្រូកែវអត់ទ្រាំពុំបានក៏មានចិត្តទោទន់ទៅរកព្រះនាងហើយមានពុទ្ធដីកាទន់ភ្លន់ទៅរកនាងកាលបើព្រះនាងបានឮពុទ្ធដីកាដ៏ផ្អែមល្ហែមទន់ភ្លន់មករកក៏សង្ឃឹមថាតទៅមុខខ្ញុំនឹងលេងការទុកតាំងពីថ្ងៃនេះមកតទៅហើយចាប់តាំងពីថ្ងៃនោះមកព្រះនាងមានពណ៌សម្បុរស្រស់បំព្រងដូចស្រីទេពអប្សរចំណែកឯលោកគ្រូកែវវិញលោកខំប្រឹងពិចារណាធម៌ដើម្បីដកចិត្តពីព្រះនាងនោះខ្លាំងណាស់ដែរតែលោកដកពុំរួចសោះថ្ងៃក្រោយមកព្រះនាងត្រឡប់ទៅថ្វាយបង្គំសុំឲ្យលោកគ្រូស្រោចទឹកដើម្បីឲ្យមានសិរីសួស្តីពេលទៅស្រោចទឹកនោះព្រះនាងក៏រឹតតែសម្ដែងអាការៈតាក់ទងទៅលោកគ្រូកែវខ្លាំងឡើងហើយព្រះនាងទូលថាសូមឲ្យលោកម្ចាស់គង់នៅសប្បាយចុះកាលបើឮពាក្យនេះលោកគ្រូកែវក៏គឹមក្រំស្រពោនមុខកាត់ទុកដោយសម្ដីព្រះនាងអាការៈរបស់លោកជាអាការៈប្រាប់ព្រះនាងឲ្យជ្រាបច្បាស់ថាលោកកើតទុកពីព្រោះព្រះនាងក៏រឹតតែមានសេចក្តីស្រឡាញ់ខ្លាំងឡើងដល់ព្រះនាងត្រឡប់ទៅព្រះដំណាក់វិញកើតទុកផ្ទុំពំលក់ស្រោចក្រយ៉ាពំបានក៏ប្រើអ្នកបម្រើរៀបចំព្រះទីនាងដំរីទៅនិមន្តលោកមកឯព្រះដំណាក់ព្រះនាងឯលោកគ្រូកែវកាលបើបានឃើញអ្នកបម្រើទៅនិមន្តក៏សប្បាយព្រះទ័យណាស់បានរៀបចំដំណើរនិមន្តមកជាប្រញាប់ព្រះនាងក៏ទំនុកបំរុងអាហារសុទ្ធតែរបស់ប្លែកៗលុះលោកនិមន្តទៅដល់ព្រះនាងលើកមកប្រគេនលោកព្រះអង្គដោយផ្ទាល់លោកគ្រូកែវឆាន់ពុំបានទេអាការៈដែលលោកឆាន់មិនបាននេះជាអាការៈប្រាប់ព្រះនាងឲ្យជ្រាបរឹតតែច្បាស់ព្រះនាងក៏កើតទុក្ខខ្លាំងឡើងអត់ទ្រាំកេរខ្មាស់ពុំបានក៏ចូលទៅទូលលោកថាសូមលោកម្ចាស់សឹកចាកសិក្ខាបទហើយព្រះនាងប្រគេនសម្ពុតសម្លៀកបំពាក់ព្រមទាំងប្រដាប់ប្រដាសពគ្រប់លោកទទួលព្រមតាមសម្ដីព្រះនាងនិមន្តហើយក៏សឹកចាកសិក្ខាបទជាព្រះសង្ឃទៅរួមសុខជាមួយព្រះនាងខ្មៅនៅក្នុងប្រាសាទដោយមានរឿងដំណើរដូច្នេះបានជាប្រាសាទនោះគេហៅថាប្រាសាទនាងខ្មៅតាំងពីនោះរហូតមក